បងថ្លៃខ្សែនេះស្អាតណាស់តើបងទិញនៅឯណាបើចូលចិត្តឲ្យបងថ្លៃឯងជូនជាកាដូទៅមិនអីទេមិនបាច់ទេមិនអីទេកុំមកនឹងមានរបស់ដែលចូលចិត្តណាស់ឲ្យគាត់ជូនឯងទៅត្រូវហើយកូនប្រសាច្បងកូនប្រសាប្អូនសុទ្ធតែជាគ្រួសារតែមួយមែនទេខ្សែនេះខ្ញុំទិញច្រើនឆ្នាំហើយវាលែងសូវភ្លឺរលុងហើយឬមួយក៏បែបនេះខ្ញុំប្រាប់លេខកូដទំនិញទៅជីហ្វីឲ្យជីហ្វីទិញឲ្យឯងទៅហាល្អតាអរគុណជីហ្វីខ្ញុំចាប់អារម្មណ៍ថាផ្ទះដែលបងទិញនេះប្លង់ផ្ទះស្អាតណាស់បន្ទប់ខាងជើងនោះទុកឲ្យអូនធ្វើជាបន្ទប់ដាក់ខោអាវលោកឲ្យនេះជាផ្ទះរបស់ឯងមែនទេតាមពិតគឺឯងបោកគេរហូតមកសោះខ្ញុំណែនាំឲ្យឯងប្រញាប់និយាយការពិតទៅជួនកាលការនិយាយកុហកមួយម៉ាត់ត្រូវប្រើពាក្យកុហករាប់មិនអស់ដើម្បីបិទបាំងដល់ពេលនោះផលវិបាកនឹងស្មានមិនដល់ឡើយទៅឲ្យឆ្ងាយទៅលឿនឡើងសៀវមីនញ៉ាំឲ្យច្រើនទៅនៅមានម្ហូបមួយមុខទៀតបើកមើលទៅម្ចាស់កម្មសិទ្ធិលីនជីជាបងមិនមែននិយាយថាផ្ទះនេះបងជាអ្នកទិញទេអីតាមពិតរឿងនេះគឺស្អីនិយាយមកអ៊ំស្រីប៉ាពួកអ្នករំខានណាស់កូនចង់គេងអាឡប់ឯងប្រញាប់ចូលបន្ទប់វិញទៅបងមិនមែនប្រាប់ថានេះជាកូនប្រុសរបស់បងប្រុសបងថ្លៃបងទេអីយកខ្ញុំមកលេងសើចមែនទេមនុស្សអត់បានការមានកូនជាប់ខ្លួនសោះមកធ្វើច្រិតជាអ្នកមានសម្បត្តិណាស់អូយសៀវមានឲ្យរឿងនេះមិនមែនជាកំហុសរបស់ជីហ្វីទេម៉ែមិនល្អកូនក៏មិនកើតពួកបោកប្រាស់អត់សិលធម៌សៀវមីនចាំមីងផងស្រីចង្រៃមនុស្សស្រីដែលចិត្តនឹងបានទៅហើយបែរជាត្រូវនាងមកបំផ្លាញអស់កុំមើលអីចូលបន្ទប់ជាមួយយាយវិញជីហ្វីបងថ្លៃឯងមិននៅក្នុងបន្ទប់ទេចាស់សមកហើយសួស្ដីនេះជាអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំសូមសួរថាលោកលីនជីហ្វីនៅផ្ទះដែរទេជីហ្វីនៅតើលោកចង់ធ្វើអីហ្នឹងអូយសូមសួរថាតើលោកគឺជាលោកលីនជីហ្វីមែនទេបាទគឺខ្ញុំលោកចុកសង្ស័យពីបទបង្កបួស្នាមដល់ចិត្តណាសូមអញ្ជើញទៅប៉ុស្តិ៍ប៉ូលីសជាមួយពួកយើងអត់ទេតើជីហ្វីបង្កបួស្នាមលើអ្នកណានៅក្នុងផ្ទះនេះខ្ញុំបានពិនិត្យរបួសរួចរាល់ហើយលោកប៉ូលីសខ្ញុំគ្រាន់តែលេងសើចជាមួយបងថ្លៃខ្ញុំតើគ្រាន់តែលេងសើចសោះសិទ្ធិបុគ្គលរបស់ពលរដ្ឋមិនអាចរំលោភបំពានបានឡើយតើអាចយកមកលេងសើចបានយ៉ាងម៉េចបញ្ជូនខ្លួនទៅមិនបានទេហេតុអីមកចាប់កូនខ្ញុំលោកប៉ូលីសការឃុំខ្លួនវាហាក់ដូចជាធ្ងន់ធ្ងរពេកហើយខ្ញុំមិនមែនជាព្រះរស់ទេមិនអាចមានចិត្តមេត្តាដល់ថ្នាក់នឹងបានទេចឹងទៅម៉ាក់មានរឿងអីប៉ាត្រូវបានប៉ូលីសចាប់ខ្លួនទៅបាត់ហើយម៉ាក់ចង់លេបថ្នាំសម្លាប់សត្វល្អិតហើយតើត្រូវធ្វើដូចម្ដេចទៅសាចំនួនក្នុងគ្រួសារចាំបាច់អីដល់ថ្នាក់ប្តឹងប៉ូលីសមែនទេតើអ្នកដឹងទេថាការឃុំខ្លួនមានសភាពធ្ងន់ធ្ងរប៉ុណ្ណាបើសិនជាមានប្រវត្តិរូបមិនល្អតើជីវិតដែលនៅសល់របស់គាត់នឹងទៅជាយ៉ាងណាមកជាមួយខ្ញុំទៅប៉ុស្តិ៍ប៉ូលីសទៅគ្រាន់តែប្រាប់ប៉ូលីសថាអ្នកឈប់ដឹងហើយវាជាចំនួនក្នុងគ្រួសារដោះស្រាយគ្នាតាមសម្រួលទៅបានហើយតើអ្នកបានស្ដាប់អ្វីដែលខ្ញុំនិយាយទេតើនេះកើតឡើងដោយរបៀបណាប្អូនប្រុសរបស់អ្នកវាខ្ញុំម៉ាក់របស់អ្នកនៅក្បែរនឹងហើយគ្រាន់តែមើលសុំទោសតើការសុំទោសមានប្រយោជន៍ទេអ្នកគឺជាបុរសដ៏ល្អម្នាក់ដែលកញ្ញូបំផុតម៉ាក់និងប្អូនប្រុសរបស់អ្នកគឺជាជីវិតរបស់អ្នកគឺជាពិភពលោករបស់អ្នកកុំនិយាយបែបនេះអីវាលើកពេកហើយចាំមើលខ្ញុំនឹងវាអាម្នាក់នឹងឲ្យស្លាប់តើយើងទៅមន្ទីរពេទ្យបានទេអ្នកគួរតែទៅបារម្ភពីប្អូនប្រុសសំណប់របស់អ្នកវិញទៅអំឡុងពេលនេះខ្ញុំបានធ្វើឲ្យអ្នកពិបាកចិត្តហើយកុំបារម្ភអីអាលីនជីហ្វីនោះបើវាហ៊ានប៉ះពាល់អ្នកសំបីតែបន្តិចទៀតខ្ញុំនឹងមិនលើកលែងឲ្យវាឡើយអ្នកចាយលុយខ្ជះខ្ជាយណាស់មិនមែនខ្ជះខ្ជាយទេរ៉ូបឡើយលេខមួយនេះមានតម្លៃត្រឹមតែជាង100យ៉នប៉ុណ្ណោះខ្ញុំបានទិញវានៅលើវាពេញរួយតាមរយៈដំភ្ជាប់ខាងក្រោមបើទំហំមិនត្រូវទេពួកគេថែមទាំងអាចមកដូរទំនិញដល់ផ្ទះផ្ទាល់តែម្ដងអូនសម្លាញ់សាកល្បងមើលទៅចូលចិត្តទេចូលចិត្តតើរូបនេះស្លៀកទៅមើលទៅរៀងស្លេមណាស់ក្បាលពោះរបស់ខ្ញុំមើលទៅដូចជារាងតូចច្រឡឹងតែម្ដងមើលទៅមានអំណាចណាស់ស្លៀកសម្លៀកបំពាក់ស្អាតបែបនេះបើមិនចេញទៅក្រៅដើរលេងទេពិតជាស្ដាយណាស់ទៅណាទៅប៉ុស្តិ៍ប៉ូលីសយ៉ាងណាមិញរឿងអាស្រូវក្នុងគ្រួសារមិនគួរឲ្យអ្នកក្រៅដឹងឡើយចំនួនក្នុងគ្រួសារគួរតែដោះស្រាយគ្នាដោយឯកជនការឃុំខ្លួនគឺវាធ្ងន់ធ្ងរពេកហើយលីនជីហ្វីខ្ញុំត្រូវបានអូនប្រុសរបស់អ្នកវារហូតដល់ថ្នាក់នេះហើយអ្នកគិតតែពីបារម្ភរឿងនឹងមែនទេអ្នកគឺជាមនុស្សចិត្តទូលាយមនុស្សមានបុណ្យស័ក្តិខ្ពស់ត្រូវមានចិត្តអត់អន់កុំមកនិយាយបញ្ចុះខ្ញុំអីខ្ញុំមិនមែនជាព្រះរស់ទេហើយក៏មិនមានចិត្តមេត្តាដល់ថ្នាក់នឹងដែរ
ជំពាក់បំណុលត្រូវសងវីមនុស្សត្រូវជាប់ឃុំវាជារឿងត្រឹមត្រូវតាមច្បាប់ហើយសាសាចេញទៅសាសាស្ដាប់បងសិនគាត់ពីអូនគឺជាកំហុសរបស់គាត់អញ្ចឹងឲ្យគាត់នៅក្នុងប៉ុស្តិ៍ប៉ូលីសប៉ុន្មានថ្ងៃសិនទៅរឿងនេះចប់ត្រឹមនេះទៅបានទេហេតុអ្វីបានជាត្រូវបញ្ចប់ត្រឹមនេះតើផ្អែកលើអ្វីដែលត្រូវបញ្ចប់ត្រឹមនេះខ្ញុំជួយអូនប្រុសបងរកការងារធ្វើចិញ្ចឹមកូនឲ្យគេប៉ុន្តែអាម្នាក់នោះបែរជាវាខ្ញុំដល់ថ្នាក់ហ្នឹងស្រីចង្រៃស្រីដែលចិត្តបានដល់មកទៅហើយបែរជាត្រូវនាងធ្វើឲ្យខូចរឿងអស់បងនៅចង់ឲ្យខ្ញុំទៅធានាគាត់ចេញសំបីតែរូបចម្លាក់ដីយ៉ាប់ក៏ចេះជិះចាប់ដែរបងមើលទៅខ្ញុំដូចជាមនុស្សប្រភេទដែលមិនចេះអៀនខ្មាស់មិនចេះជិះចាប់អញ្ចឹងមែនទេសាសាមែនហើយរឿងនេះគឺជាកំហុសរបស់គាត់ប៉ុន្តែយ៉ាងណាក៏គាត់គឺជាប្អូនប្រុសរបស់បងជាសាច់ញាតិរបស់យើងតើឲ្យបងធ្វើម៉េចទៅនាងជាតាបងដឹងទេថាហេតុអ្វីបានជាខ្ញុំសុខចិត្តនៅឆ្ងាយពីឪពុកម្ដាយមករៀបការនៅស្រុកកំណើតរបស់បងពីព្រោះការរៀបការមិនមែនជាការដែលខ្ញុំរៀបការចូលគ្រួសារបងទេប៉ុន្តែគឺជាការដែលពួកយើងក៏សាងគ្រួសារតូចថ្មីមួយមានបងមានខ្ញុំហើយនឹងកូនដ៏គួរឲ្យស្រឡាញ់ម្នាក់ជំនឿចិត្តមួយនេះហើយដែលតែងតែគ្រប់គ្រងខ្ញុំរហូតមកដូច្នេះមិនថាពីមុនម្ដាយបងនិងអូនបងជិះជាន់ខ្ញុំយ៉ាងណាក៏ដោយខ្ញុំក៏អាចស៊ូទ្រាំបានដែរពីព្រោះខ្ញុំគិតថាយ៉ាងហោចណាស់ក៏បងឈរនៅខាងខ្ញុំដែរយ៉ាងហោចណាស់ក៏បងយល់ពីខ្ញុំដែរប៉ុន្តែឥឡូវនេះខ្ញុំដឹងថាខ្ញុំខុសហើយពួកបងទៅតែជាគ្រួសារដែលស្រឡាញ់គ្នាចំណែកខ្ញុំគ្រាន់តែជាអ្នកក្រៅម្នាក់ប៉ុណ្ណោះទេសាសាអូនមិនមែនជាអ្នកក្រៅទេអូនគឺជាភរិយារបស់បងអូនគឺជាមនុស្សដែលបងស្រឡាញ់មែនទេសាសាអូកូនប្រុសមកវិញហើយបងថ្លៃស្រីឯងម្នាក់នោះកូនប្រុសរបស់ម៉ែលំបាកហើយមកញ៉ាំសាច់ទៅខ្ញុំមិនញ៉ាំទេស្គមអស់ហើយញ៉ាំឆ្អែតហើយរៀបចំអីវ៉ាន់ទៅស្អែកត្រឡប់ទៅវិញទៅបងថ្លៃស្រីឯងគឺជាម្ចាស់ផ្ទះនេះឯងវាយគាត់អញ្ចឹងឯងមិនអាចបន្តនៅទីនេះទៀតបានទេបងប្រុសឯងលែងត្រូវការពួកយើងហើយខ្លាចអីត្រឡប់ទៅផ្ទះវិញទៅមិនស្លាប់ទេជីហ្វៃខ្ញុំចិញ្ចឹមនាងមក30ឆ្នាំហើយខ្ញុំមិនដែលសំបីតែប៉ាំរ៉ាំដៃនាងមួយផងខ្ញុំសុខចិត្តឲ្យនាងលែងលះគ្នាម៉ាក់